កិច្ចកម្មសម្លាប់និងរំលោភស្ត្រីម្ចាស់ផ្ទះសំណាក់នៅក្នុងស្រុកចំការលើខេត្តកំពង់ចាមមូលហេតុខឹងមិនជួលផ្ទះឲ្យស្នាក់នៅជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅពេលនេះស្ត្រីម្ចាស់ផ្ទះសំណាក់មួយកន្លែងនៅក្នុងភូមិរណោមឃុំបោះខ្នុលស្រុកចំការលើខេត្តកំពង់ចាមត្រូវបានជនដៃដល់ប្រើប្រាស់អំពើហិង្សារហូតដល់ស្លាប់រួចរំលោភតាមក្រោយនៅយប់ថ្ងៃទី23ខែឧសភាឆ្នាំ2026នៅចំណុចផ្ទះសំណាក់របស់ជនរងគ្រោះតែម្ដងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាស្ត្រីរងគ្រោះឈ្មោះសៀងពៅអាយុ56ឆ្នាំរស់នៅផ្ទះសំណាក់ភូមិឃុំខាងលើដោយឡែកជនដៃដល់ឈ្មោះអ៊ីមប៊ឿនអាយុ42ឆ្នាំរស់នៅក្នុងភូមិវាលធ្នង់ឃុំបោះខ្នុលស្រុកចំការលើខេត្តកំពង់ចាមរំលងបានមួយថ្ងៃក្រោយធ្វើសកម្មភាពពលគឺនៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅនឹងផ្ទះតែម្ដងរបាយការណ៍ដដែលបានបញ្ជាក់ថាជនដៃដល់បានធ្វើសកម្មភាពវាយដោយដៃនិងទាត់ជនរងគ្រោះត្រូវដងខ្លួននៅផ្ទៃមុខជាច្រើនកន្លែងនិងបានយកដងអំបោះធ្វើពីទីបមូលធ្វើពីដែកអ៊ីណុកប្រវែងប្រហែល1ម៉ែត្រវាបន្ថែមមិនដឹងថាស្លាប់ឬសន្លប់ទៅហើយធ្វើសកម្មភាពរំលោភរួចក៏លើកសពជនរងគ្រោះទម្លាក់ចូលទៅក្នុងអាងទឹកមុខផ្ទះមូលហេតុជនដៃដល់បានខឹងជនរងគ្រោះមិនជួលបន្ទប់ឲ្យខ្លួនដេកជាច្រើនដងមកហើយបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់